បងប្អូនទាយមើលដឹងស្អីឯងតំណេចំណាយលុយអស់4000រៀលលុយខ្ពស់ទៀតអញអើយចាំបានផ្ទះបាញ់អត់ទៅមែនម៉ែដើម្បីទៅទិញមីហើយនឹងពងទាយើងយកមកធ្វើមីគោកដើម្បីបរិភោគបាទនេះគឺក្មេងទេបាទតែចេះគ្រប់សពបាទអញចាថ្ងៃនេះមុននឹងដើរមើលបាទក្រុមការងារបាទមកមើលលោកតាម្នេះគាត់រៀបចំជឿជួអាចបាទគាត់ថាអមិនទេកុំឲ្យគូទ្វាអញជឿជួអាចសិនហ្នឹងហើយសំទោសនិយាយលេខទេបាទនេះគឺមីដាក់ចូលក្នុងឆ្នាំងហើយបាទឥឡូវយើងចាប់ផ្ដើមកាត់គ្រឿងបដាមកមុននឹងមីនឹងវាឆ្អិនបាទមានខ្លាញ់មានស្អីនិយាយទៅមកគ្រឿងនៅក្នុងកញ្ចប់មីហ្នឹងបាទយើងដាក់ឲ្យអស់មកបាទហើយយើងមកមើលមីរបស់យើងបាទមានចំនួន4កញ្ចប់ធ្វើតម្រូវសមាជិកយើង4នាក់យើងរងចាំបន្តិចបាទជាពិសេសអ្នកឃ្លានអូលោកតានោះគឺចេញពីកតុបទឹកបាទគឺនៅពេលដែលមីចិត្តឆ្អិនគឺគាត់ទៅចាក់អាចោសិនបាទអូយងាប់អញហើយយើងចាប់ផ្ដើមគោះពងទាបាទមើលតែពងទាក៏ឆ្ងាញ់ដែរមើលតែដៃអ្នកគោះពងទានោះក៏នឹងតែឆ្ងាញ់ដែរបាទវាមិនដែរនេះយើងស្រុះមីបាទកណ្ដាឆ្អិនហើយគឺយើងចាក់សម្រិតយកទឹកវាចេញយើងអត់អាចយកទឹកទេបើដាក់ទឹកវាលែងជាមីគោកហើយបាទវាទៅជាមីទឹកវិញហើយអញ្ចឹងយើងសម្រិតទឹកចោលមកបាទយើងយកតែកាកមីហើយនឹងពងទាទេដើម្បីយកមកដាក់ចូលជាមួយគ្រឿងដែលយើងបានហែកដាក់ចូលមកបាទនេះមួយចានកងធំបាទយើងច្បល់វាបាទជុកច្បល់បាទដើម្បីឲ្យវាចេញពណ៌បាទពណ៌លឿងមកមើលទៅដូចជារៀងដូចអាចកូនក្មេងអញ្ចឹងបាទប៉ិនអញអស់និយាយមកតែរសជាតិឆ្ងាញ់មកឈ្ងុយតែម្ដងបាទយើងកូរវាមកគូវុតមកបាទដើម្បីឲ្យវាចូលជាតិគ្នាកាលណាយើងចូលជាតិគ្នាទៅវាឆ្ងាញ់តែម្ដងបាទឥឡូវនេះគឺគ្រប់គ្រឿងហើយបាទឥឡូវចាប់ផ្ដើមចែកគ្នាបាទម្នាក់បន្តិចទៅបាទបើឆ្ងាញ់ទាំងអស់គ្នាបើរីករាយទាំងអស់គ្នាបាទកតុបទឹកគឺមានតែមួយទេបាទដាក់វេនគ្នាម្ដងម្នាក់ទៅបាទអ្នកណាចូលយូរបាទជេមណាយបាទថតអស់ក្នុង Facebook បាទឥឡូវនេះខ្ញុំដូចចាប់ផ្ដើមដាក់ហើយបាទអត់មាននៅយូរទេបាទកំពុងតែឃ្លានមកបាទគឺខ្ញុំជាអ្នកផ្ដើមបាទដើម្បីឲ្យមានកម្មវិធីបាទមីស្ងួតនេះមីស្ងួតមីកោកបាទដងប៉ុនមីកោកឆ្ងាញ់អូឆ្ងាញ់និយាយវាឆ្ងាញ់ណាស់ក៏បាទហើយអរគុណច្រើនបងប្អូនបាទដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទជាវីដេអូដែលវល់បាទរោសាច់អត្តន័យមិនឃើញទេបាទអរគុណជួយ follow វីដេអូខ្ញុំម្នាក់មួយបាទអរគុណច្រើនបាទបាយសុខភាពល្អសំណាងល្អបាទជួបគ្នានៅវីដេអូក្រោយៗទៀតមិនដឹងថ្ងៃណាទេបាទអរគុណច្រើនបាយ